បាញ់មៀស៊ូក៏សួស្ដីទៅកាន់បងប្អូនអរគ្នានិយាយរឿងក្នុងចិត្តមួយប្រាប់បងប្អូនអរគ្នាខ្ញុំពិតជាសរសើរបងស្រីម្ចាស់ហាងមែនតើដោយហេតុតែគាត់ស្រឡាញ់ហាងបាទអត់ចង់ឲ្យមានគ្រាមកស៊ីគ្រឿងសង្ហារឹមគ្រឿងតាំងផលិតផលរបស់គាត់ចឹងហើយគាត់ប្រើសេវាកម្មនៅក្នុងការពារនិងកម្ចាត់គ្រាទុកជាមុនបាទហើយវិធីសាស្ត្រខួងក្រោបញ្ចូលទឹកថ្នាំនេះវាមិនត្រឹមតែការពារទេបងប្អូនអរគ្នាបើសិនជាមានសបុកគ្រានៅក្រោមនេះវាប៉ះទៅវានឹងងាប់ផុតពូជតែម្ដងបាទហើយវិធីសាស្ត្រនៅក្នុងការខួងក្រោបញ្ចូលទឹកថ្នាំហ្នឹងគឺអត់មានប៉ះពាល់ដល់បងប្អូនទេបាទក្រុមការងារគ្រាន់តែចោះរុនទៅលើការ៉ូទាំងអស់ហ្នឹងឲ្យយើងបុកទម្លុះឲ្យទៅដល់ស្ទាប់ខ្សាច់អញ្ចឹងនៅពេលដែលយើងបុកមកព័ទ្ធជុំវិញហើយគឺក្រុមការងារនឹងលាយទឹកថ្នាំហើយបាញ់ចូលទៅក្រោមដីដោយបងប្អូនបានឃើញអញ្ចឹងមានន័យថាទឹកហ្នឹងវាជ្រាបទៅពេញក្រោមដីអញ្ចឹងណាអញ្ចឹងបើសិនជាមានគ្រាអីគឺវាប៉ះហើយចម្លងងាប់ផុតពូជនៅក្រោមហ្នឹងតែម្ដងគាត់បាញ់បញ្ចូលរុនឲ្យអស់ហើយក្រុមការងារនឹងបៀករុនវិចិត្រមកវិញបាទដូចក្នុងវីដេអូនេះអញ្ចឹងបាទបងប្អូនអាចមើលបាននៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញឲ្យបងប្អូនឃើញតែម្ដងថាយើងមើលពីរុនមួយទៅរុនមួយបាទនៅតាមអញ្ចឹងវាយ៉ាងម៉េចនៅពេលដែលយើងបិទអាហ្នឹងហើយគឺទុករយៈពេលប្រហែលជា8ម៉ោងម្ចាស់ផ្ទះអាចជូតវិញបានហើយបច្ចេកទេសទាំងអស់ហ្នឹងគឺរួចជាការស្រេចធានារយៈពេល5ឆ្នាំក្នុងកំឡុងពេលនេះគឺអត់មានបញ្ហាគ្រាកើតឡើងទេបើសិនជាមានអតិថិជនអាចតាក់ទងមកខាងយើងបានហើយខាងយើងនឹងធានាជូនថាកម្ចាត់ដោយមិនគិតថ្លៃទៀតទេបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនអាចមើលបាននៅក្នុងវីដេអូនេះបាទអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់តាក់ទងទៅនឹងបច្ចេកទេសហើយនឹងតម្លៃបងប្អូនអាចតាក់ទងតាម Page ឬក៏លេខ Telegram ផ្ទាល់បាន012 96 60 សង្កត់បាទអញ្ចឹងក្នុងវីដេអូនេះបង្ហាញជូនបងប្អូនតែប៉ុណ្្នឹងទេអញ្ចឹងក្រុមការងារសូមអរគុណហើយជួបគ្នានៅវីដេអូក្រោយទៀតបាទសូមជម្រាបលា